នេះគឺជាកន្លែងដែលប្រជាជនខ្មែរបានសម្លាប់ជនជាតិបារាំងម្នាក់ឈ្មោះបាដេសដែលមានឋានៈជារេសដង់ប្រចាំខេត្តកំពង់ឆ្នាំងដោយបានយកមកបញ្ចុះនៅទីតាំងចេតិយនេះហើយហៅឈ្មោះថាចេតិយរេសដង់បាដេសតើមានរឿងរ៉ាវនិងព្រឹត្តិការណ៍អ្វីខ្លះបានជាធ្វើឲ្យអ្នកភូមិក្រាំងលាវមានការឈឺចាប់ក្នុងសម័យកាលដែលបារាំងកាន់កាប់ស្រុកទេនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូននៅរឿងរ៉ាវប្រវត្តិសាស្ត្រដ៏ឈឺចាប់មួយដែលបានកើតឡើងនៅក្នុងភូមិក្រាំងលាវខេត្តកំពង់ឆ្នាំងនិងមូលហេតុដែលគេហៅភូមិនេះថាភូមិដេរិឆានកាលពីជាង100ឆ្នាំមុនយោងតាមឯកសារដែលបានសរសេរលើផ្ទាំងដ៏ធំក្បែរចេតិយនេះបានឲ្យដឹងថាព្រឹត្តិការណ៍18មេសាគឺជាចលនាបាតុកម្មមួយប្រឆាំងនឹងអាណានិគមបារាំងសេសក្នុងឆ្នាំ1925នៃគ្រិស្តសករាជចលនានេះមានសភាពខុសខើបន្តិចតែវាពិតជាគួរឲ្យរំភើបក្រៃលែងដែលបានផ្ទុះឡើងពីចំណោមកសិករខ្មែរសុទ្ធសាធនៅក្នុងវត្តក្បែរសាលាឃុំភូមិក្រាំងលាវស្រុករលាផ្អៀខេត្តកំពង់ឆ្នាំងដែលស្ថិតក្រោមការដឹកនាំរបស់អ្នកក្លាហាន2នាក់គឺជូននឹងនៅអ្នកទាំងពីរមានដើមកំណើតនៅភូមិបន្ទាយអំពិលឃុំព្រៃខ្មែរស្រុករលាផ្អៀរឿងរ៉ាវភូមិដេរិឆាននិងការងើបបះបោររបស់ប្រជាកសិករភូមិក្រាំងលាវព្រួតគ្នាវាសម្លាប់ទេសាភិបាលបារាំងឈ្មោះបាដេសគឺផ្ដើមចេញដោយសារតែពេលនោះប្រទេសកម្ពុជាស្ថិតក្រោមនឹមរបស់អាណានិគមបារាំងប្រជានារីខ្មែរត្រូវរងទុក្ខវេទនាដោយត្រូវពួកអាណានិគមកេណ្ឌឲ្យទៅជួយច្បាំងប្រឆាំងនឹងអាល្លឺម៉ង់នៅក្នុងសង្គ្រាមលោកលើកទី2ទន្ទឹមនឹងនោះដែរថ្លៃពន្ធដារក៏កាន់តែឡើងជារៀងរាល់ខែធ្វើឲ្យប្រជារាស្ត្រមានការក្តៅក្រហាយយ៉ាងខ្លាំងនៅក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជាខេត្តដទៃទៀតដែរប្រជារាស្ត្រមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួសារមួយត្រូវប្រត់ប្រាស់ប្រពន្ធកូនមុននឹងបន្តវីដេអូនេះខ្ញុំសូមអរគុណដល់ផលិតផលទឹកយិនសិនម៉ាអេអ៊ីដែលខ្ញុំបានយកតាមខ្លួនគ្រប់កន្លែងជាពិសេសនៅពេលដែលខ្ញុំនឿយហត់អស់កម្លាំងវាពិតជាបានជួយខ្ញុំច្រើនមែនទែនសម្រាប់បងប្អូនដែលចង់ជាវទឹកយិនសិនម៉ាអេអ៊ីបងប្អូនអាចទំនាក់ទំនងតាមរយៈ Facebook Page និង Telegram នៅក្នុងវីដេអូនេះពួកបាតុករបានសម្លាប់លោកបារាំងម្នាក់ឈ្មោះបាដេសមានឋានៈជារេសដង់ប្រចាំខេត្តកំពង់ឆ្នាំងហើយនឹងអ្នកបកប្រែភាសាម្នាក់ឈ្មោះសួនព្រមទាំងទាហានរក្សាស្រុកម្នាក់ឈ្មោះឡាយដែលតែងតែទៅតាមបារាំងនៅពេលនោះការសម្លាប់នេះដោយធ្វើឡើងដោយវាយនឹងស្វ័យកំភ្លើងប្រណុងគប់ដុំថ្មវាយទាត់ធាក់កាប់នឹងពូថៅប្រើកាំបិតស្នៀតចាក់នឹងចំពោះទង់លាក់នឹងលាក់មុននឹងឈានទៅដល់ការសម្លាប់គឺមានលេចមុខនៅស្ត្រី2នាក់ម្នាក់ឈ្មោះនាងប៊ីប្តីឈ្មោះសឹបដោយដែលបងប្អូនឃើញក្នុងរូបថតនេះស្រាប់និងម្នាក់ទៀតឈ្មោះនីប្តីឈ្មោះបិនអ្នកទាំងពីរមានទស្សនៈដូចគ្នានិងមានប្តីត្រូវជាប់ពន្ធនិងទទួលរងនៅទរណកម្មនិងជាប់ខ្នោះគ្នាស្ត្រីទាំងពីរនាក់នេះហើយដែលគេចាត់ទុកពួកគាត់ថាជានិមិត្តរូបនៃស្ត្រីខ្មែរនៅភូមិក្រាំងលាវអ្នកទាំងពីរមានភាពរឹងរូសម្នាក់រកអ្នកប្រដូចពំបានដោយគ្មានញញើតកោតខ្លាចនឹងអំណាចរបស់លោកធំទើបលោកបាដេសនឹងបានបញ្ជាឲ្យកងរក្សាស្រុកបាញ់នាងនេះនិងនាងប៊ីជាបន្ទាន់រំពេចនោះឯងថៃឡៃក៏ចាប់កំភ្លើងតម្រង់ទៅរកអ្នកទាំងពីរហៀបនឹងកោះកាយស្រាប់តែមានដៃមនុស្សម្នាក់មិនស្គាល់ឈ្មោះបានប៉ះចុងកំភ្លើងឡើងលើគ្រាប់ក៏ផ្ទុះក្នុងពេលនោះតែម្ដងឆ្លៀតក្នុងឱកាសពេលនោះអ្នកភូមិរាប់សិបនាក់ដែលមានកំហឹងពោះកញ្ជ្រោលស្រាប់ផងក៏ស្ទុះចូលដូចស្រមោចនឹងយ៉ាងរហ័សសម្រុកចូលទៅរកលោកបាដេសអង្គរៈឡាចថៃនិងសួនហើយក៏បាននាំគ្នាវាយសម្លាប់ចោលតែម្ដងបន្ទាប់ពីព្រឹត្តិការណ៍នេះកន្លងមិនដល់10ថ្ងៃផងមានព្រះរាជប្រកាសរបស់ព្រះមហាក្សត្រខ្មែរក្រោមគំនិតផ្ដួចផ្ដើមរបស់បារាំងបានឡាយប្រហោះលេខាឲ្យបដូរឈ្មោះភូមិក្រាំងលាវថាជាភូមិដេរិឆានដោយកំណត់អស់រយៈពេលយ៉ាងតិច10ឆ្នាំព្រោះគេបានសន្មតពួកបាតុករថាជាសត្វដេរិឆានមិនស្គាល់ខុសមិនស្គាល់ត្រូវហ៊ានសម្លាប់លោកធំដែលបានប្រកាសជាផ្លូវការនៅថ្ងៃទី28ខែមេសាឆ្នាំ1925ព្រមទាំងបញ្ជាឲ្យសង់ចេតិយនេះឡើងសម្រាប់អ្នកស្លាប់ទាំង3រូបនិងទុកជាកន្លែងសម្រាប់ឲ្យអ្នកភូមិក្រាំងលាវធ្វើបុណ្យលៀងទោសកំហុសរបស់ខ្លួននៅរាល់ថ្ងៃទី18មេសាជារៀងរាល់ឆ្នាំស្របជាមួយគ្នានេះដែរក្រុមទាហានបានធ្វើសកម្មភាពតាមចាប់អ្នកបះបោរនិងមេខ្លោងនឹងធ្វើឲ្យអ្នកភូមិស្រុកភ័យស្លន់ស្លោផ្អើលជ្រួលច្របល់ដោយម្នាក់នាំគ្នារត់ចូលព្រៃឡើងភ្នំតាបាំងមានបរិវត្តជាច្រើនជាពិសេសគឺអ្នកភូមិក្រាំងលាវត្រូវបានចាប់ខ្លួនយកទៅឃុំឃាំងនិងសួរចម្លើយក្រោយមករយៈពេលជិត1ឆ្នាំក៏មានការអន្តរាគមន៍ពីព្រះអគ្គមហេសីម្នាក់របស់ហ្លួងព្រះស៊ីសុវត្ថិដែលមានដើមកំណើតនៅឃុំមន្ទាលព្រាលក្បែរឃុំក្រាំងលាវនោះដែរទើបព្រះបាទស៊ីសុវត្ថិបានចេញព្រះរាជប្រកាសឲ្យលុបឈ្មោះភូមិដេរិឆាននេះមកជាភូមិក្រាំងលាវវិញនៅថ្ងៃទី9ខែមេសាឆ្នាំ1926តាមរយៈការរៀបរាប់ខាងលើនិងឯកសារភស្តុតាងដូចជាចាត់ដីបុរាណទីតាំងវត្តក្រាំងលាវប្រជាជនភូមិក្រាំងលាវរូបសំណាកនិងរូបថតលោកយាយប៊ីនិងឈ្មោះភូមិដេរិឆាននិងឯកសាររស់ទាំងអស់នេះពិតជាធ្វើឲ្យយើងឆ្លុះបញ្ចាំងឲ្យឃើញពីសោកនាដកម្ម
និងអនុស្សាវរីយ៍ដ៏ល្វីងជូរចត់ចំពោះអំពើសងសឹកយ៉ាងអមនុស្សធម៌របស់បារាំងមកលើបណ្ដារាជភូមិក្រាំងលាវក៏ដូចជាប្រជាជនខ្មែរទាំងមូលឈ្មោះភូមិដេរេឆាននេះគឺជាមរតករបស់អាណានិគមបារាំងសេះដែលបានចូលមកធ្វើអាណានិគមនៅក្នុងប្រទេសខ្មែរនៅចុងសតវត្សទី19ឈ្មោះភូមិដេរេឆានជាចំណងដៃអនុស្សាវរីយ៍ដល់អ្នកស្រុកក្រាំងលាវបន្ទាប់ពីបានសម្លាប់បារាំងម្នាក់នោះមកហើយទៅនេះគឺជារឿងរ៉ាវប្រវត្តិសាស្ត្រខ្លះៗដែលបានកើតឡើងនៅក្នុងខេត្តកំពង់ឆ្នាំងដែលវាគឺជាទឹកតាំងបង្ហាញថាទីណាមានការគៀបសង្កត់ទីនោះមានការរឹបបំរាស់សូមបងប្អូនវីដេអូនេះគឺមានប៉ុណ្ណឹងហើយបើសិនជាបងប្អូនចង់ឲ្យខ្ញុំទៅថតនៅកន្លែងណាទៀតបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានសូមអរគុណហើយជួបជាមួយខ្ញុំជឿនវនីនៅវីដេអូក្រោយទៀតអរគុណដល់ផលិតផលទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនមានបញ្ហាសុខភាពឧស្សាហ៍វិលមុខស្រវាំងភ្នែកនឿយហត់អស់កម្លាំងធ្វើការងារធ្ងន់ស្ពឹកស្រពន់អាចជ្រើសរើសទឹកយិនសិនម៉ាអ៊ីយកទៅប្រើប្រាស់បានឱកាសល្អពីក្រុមហ៊ុន Free សេវាដឹកជញ្ជូនបងប្អូន25ខេត្តក្រុងទំនាក់ទំនងទិញតាមរយៈ Page EE Black 9និង Telegram ខាងលើ